bà xong bom bồn người ta chui xe video này không tới bà xong bom bồn chui xe video thằng ông niệm không bom bồn đấy hay cái máu sạch tầm miền tập lưng cho nó hàng còi bom bồn đấy khơi tụ sập nhà bạn like cho mùi bị chia bớt cứ kia rốt đầu mình bà xong bom bồn chui xe video này anh đã chết chia bớt bao nhiêu cứ smart strong tại mà đòn admin bắt đập ai ở vót ai tê hay kê menกับlưngยนต์hàng còi khơi đọ camera nhầm lái cái rốt từ còi bán ra bom bồn đấy bà xong rồi anh đã chết chui mơ hayไปchiaบรอดบ่យើងមិនមានអីទេបងប្អូនឃើញហើយគឺមានតែបាតដៃទទេបាទហើយไปchiaបរอดរបស់យើងគឺមានតែបាតដៃទទេហើយកម្លាំងរបស់គេនឹងចង់ច្រើនជាងไปchiaបរอดទៀតបងប្អូនណាមុនហ្នឹងយកភ្លើងខ្លីឲ្យខ្ញុំមកដល់បាទនាងតាពីឲ្យថាថៃបាទថៃនេះគ្រាដល់ដៃទីបាទគ្នាយើងសិតតែគ្មានអាវុធគ្មានអីទេបងប្អូនណាសូមឲ្យអន្តរជាតិយើងជួយមើលថៃបលិថៃបាទពីថ្ងៃមិញម៉ោង3រសៀលបាទឥឡូវមកទៀតហើយបងប្អូនណាម៉ោង5ទៀងនេះម៉ោង5:40នាទីពួកវាមកទៀតហើយមកមានតែថ្ងៃមិញវេលាម៉ោង3ម៉ោង3មកម្ដងឥឡូវមកទៀតបងគ្នាវិញចូល30-40នាក់ហើយបងប្អូនពិចារណាមើលប្រិមិត្តជាទីមេត្រីហើយគេមានសក្តិភ្លើងយន្តមានទាំងខែលកាបាទហើយគេមានទាំងខែលគេមានទាំងអីហើយចូលមកទន្ទ្រានដីរបស់យើងសូមបងប្អូនកូនខ្មែរជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសមេត្តា share វីដេអូនេះទៅបងប្អូនមិញនឹងឃើញខ្ញុំឡាយហ្នឹងគេយកកំភ្លើងយកទៅក្រោយហើយអូបាទនេះអូបងប្អូនឃើញទេអូព្រំដែនទេគឺជាអូបន្លាយទឹករបស់កំការដើមក្រូចនេះជាបន្លាយរបស់ប្រជាពលរដ្ឋទេបាទជាបន្លាយរបស់ប្រជាពលរដ្ឋទេបងប្អូនណាបាទហើយប្រជាពលរដ្ឋរបស់យើងគឺដោយភាពស្ងាត់ស្ងៀមតែម្ដងបាទបងប្អូនឃើញហើយជាពលរដ្ឋរបស់យើងគឺគាត់មកការពារទឹកដីរបស់គាត់បាទប្រជាពលរដ្ឋរបស់យើងគឺគាត់មកការពារទឹកដីរបស់យើងទេបងមកការពារទឹកដីរបស់គាត់ទេបងប្អូនណាគឺកម្លាំងយើងកម្លាំងប្រជាពលរដ្ឋសុទ្ធតែម្ដងបងប្អូនឃើញហើយសូមឲ្យពិភពលោកមេត្តាពិចារណានេះជាទឹកចិត្តរបស់ប្រជាពលរដ្ឋយើងគាត់មកការពារដីភូមិដីចំការរបស់គាត់បងប្អូនឃើញហើយគេមកឆ្លៀនពៀនយើងហើយគេដាក់ទៅនៅកំភ្លើងយន្តហើយឃើញកាមេរ៉ាយើងឡាយទៅគេរត់គេដកកំភ្លើងនេះកំភ្លើងទៅខាងក្រោយបាទសូមបងប្អូនអន្តរជាតិមេត្តាជួយមើលហើយអ្នកសារព័ត៌មានបងប្អូនយើងទាំងអស់សូមមេត្តាជួយចែករំលែកផងគេមកឆ្លៀនពៀនទឹកដីយើងហើយគេប្រដាប់ដោយអាវុធបងប្អូនខែលដំបងមានកម្លាំងប៉ូលីសហើយមានកម្លាំងយោធាតែម្ដងបងប្អូន